បញ្យល់ទៅពីអង់គ្លេស sus ជាភាសាខ្មែរពាក្យមួយនេះត្រូវបានគេប្រើបែបថ្នាក់ពេជ្ជនាមផងនិងជាគុណនាមផងបើថ្នាក់ពេជ្ជនាមយ៉ាងអាចប្រើវាដើម្បីជំនួយពាក្យ suspect ដែលមានន័យថាជនសង្ស័យឬក៏ជនដែលគួរឲ្យសង្ស័យចំណែកឯថ្នាក់ពេជ្ជគុណនាមវិញយើងវាត្រូវបានគេប្រើដើម្បីតំណាងឲ្យពាក្យ suspicious មានន័យថាដែលគួរឲ្យសង្ស័យដែលវាអាចជាចរិតវត្ថុឬក៏មនុស្សដែលគួរឲ្យសង្ស័យប៉ុន្តែនៅពេលដែលវាមានទម្រង់ខ្លះបែបនេះមានទម្រង់ជាពាក្យ sus យ៉ាងអាចប្រើវាដើម្បីមានន័យថាគួរឲ្យសង្ស័យក៏បានហើយយ៉ាងអាចប្រើវាដើម្បីនិយាយថាអ្វីមួយគឺមិនគួរជឿឬមានភាពលាក់លៀមឬក៏មានភាពស្មោះត្រង់ឧទាហរណ៍ he said he didn't pick up my phone call because he was driving but he sounded a bit sus មានន័យថាគាត់បាននិយាយថាគាត់មិនបានលើកទូរស័ព្ទរបស់ខ្ញុំដោយសារគាត់កំពុងបើកបរប៉ុន្តែគាត់អ្វីដែលគាត់និយាយហ្នឹងមើលទៅហាក់បីដូចជាគួរឲ្យសង្ស័យឬក៏ដូចលាក់លៀមឬដូចកំពុងបង្ហាញភាពមិនស្មោះត្រង់